រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកប្រឡាក់ងៀតគោពុកម៉ែបងប្អូនការប្រឡាក់ងៀតគោអ្នកណាក៏ចេះដែរប៉ុន្តែប្រឡាក់ឲ្យមានរសជាតិឆ្ងាញ់ណាវាមិនងាយទេមិនថាខ្ញុំមិនថាគេពេលខ្លះប្រឡាក់ទៅឆ្ងាញ់ពេលខ្លះប្រឡាក់ទៅអត់ឆ្ងាញ់ដោយសារហេតុអីគឺយើងអត់ដឹងក្បួនសម្រាប់នាងខ្ញុំអត់ចោលទេគឺដាក់ម្ដេងណាពុកម៉ែបងប្អូនពេលដែលយើងប្រឡាក់សាច់គោយើងដាក់ម្ដេងគឺថាមានរសជាតិឆ្ងាញ់មែនតើសម្រាប់ម្ដេងនេះគឺនាងខ្ញុំបុកតតែមកបែបហ្នឹងណាមុននឹងបុកហ្នឹងគឺយើងលាងទឹកលាងអីស្អាតរួចរាល់ហើយតើពេលនេះខ្ញុំបុកម្ដេងហើយនេះខ្ញុំក៏មកមើលសាច់គោរបស់យើងសាច់គោថ្ងៃនេះខ្ញុំជ្រើសរើសសាច់កន្លែងគេហៅថាសាច់ហ្នឹងរុំថ្លើមបងប្អូនសាច់រុំថ្លើមកន្លែងហ្នឹងខ្ញុំប្រឡាក់បាន2ដងទាំងលើកហ្នឹងហើយដោយសារលើកមុនអ្នកលក់គាត់ប្រាប់ថាបងយកកន្លែងហ្នឹងសាកមើលដឹងតែឆ្ងាញ់ហើយនាងខ្ញុំអត់ដែលប្រឡាក់សាច់កន្លែងហ្នឹងទេអញ្ចឹងនាងខ្ញុំក៏សាកយកតាមគាត់ឆ្ងាញ់មែនឥឡូវនាងខ្ញុំទៅទិញយកមកប្រឡាក់ទៀតប្រាប់សាច់ហ្នឹងមិនមែនចេះតែមានទេណាបងប្អូនគឺយើងទៅដល់តតែយើងសួរអ្នកលក់ពេលខ្លះក៏មានពេលខ្លះក៏អត់ទៅហើយនាងខ្ញុំទៅនេះគឺទិញបានតែ1គីឡូ1ខាំមេគឺមានតែប៉ុណ្្នឹងណាសាច់កន្លែងហ្នឹងបងប្អូនអត់ស្វិតទេគឺថាផុយឆ្ងាញ់ខ្លាំងមែនតើហើយវាមានជាប់បែបលក្ខណៈមកខ្លាញ់តិចអញ្ចឹងយើងញ៉ាំទៅគឺថារសជាតិគឺឆ្ងាញ់បងប្អូនអត់ជឿបងប្អូនអាចសាកម្ដងដូចខ្ញុំពេលអ្នកលក់ប្រាប់ដំបូងខ្ញុំគិតថាប្រហែលជាអត់ឆ្ងាញ់ទេព្រោះមើលសាច់វាអត់តំណងតែដល់ពេលយើងយកមកប្រឡាក់ទៅគឺឆ្ងាញ់សម្រាប់ការប្រឡាក់សាច់គោរបស់ខ្ញុំគឺនាងខ្ញុំចូលចិត្តបែបចង្វាមូលអត់ចូលចិត្តបែបលក្ខណៈផ្លះជាចំណិតទូចអីទេបន្ទាប់ពីនាងខ្ញុំហាន់សាច់គោហើយគឺនាងខ្ញុំចាប់ផ្ដើមយករំដេងដែលនាងខ្ញុំបុកហ្នឹងគឺមកច្បាច់ពូតវាយកទឹកបងប្អូនជាស្រ័យផងនាងខ្ញុំអត់បានពាក់ស្រោមដៃទេបងប្អូនអើយដោយសារដៃរបស់នាងខ្ញុំហ្នឹងគឺស្អាតហើយនាងខ្ញុំអស់ស្រោមដៃអញ្ចឹងណាពេលដែលយើងពូតទឹករំដេងហើយយើងធ្វើការដាក់អំបិលបងប្អូនអំបិលខ្ញុំប្រើអំបិលម៉ត់បន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងប៊ីចេងហើយជាចុងក្រោយគេគឺខ្ញុំថែមជាមួយនឹងស្ករសសម្រាប់គ្រឿងទេសរបស់ខ្ញុំប្រឡាក់សាច់គោគឺខ្ញុំដាក់តែ3មុខហ្នឹងឯងបងប្អូនអំបិលប៊ីចេងជាមួយស្ករសម្រាប់រសជាតិគឺយើងលៃលកទៅតាមអ្វីដែលយើងចង់បានលក្ខណៈផ្អែមលក្ខណៈប្រៃលក្ខណៈសាបអីគឺយើងលៃលកទៅតាមហ្នឹងទៅនេះខ្ញុំធ្វើការកូរវាជាមួយនឹងទឹករំដេងហ្នឹងឲ្យវាចូលជាតិបន្តិចណាបងប្អូនសម្រាប់ការរំដេងដែលនាងខ្ញុំពូតទឹកហើយហ្នឹងគឺនាងខ្ញុំអត់បានបោះចោលទេយើងទុកប្រឡាក់ជាមួយសាច់គោហើយនេះគឺនាងខ្ញុំចាក់សាច់គោចូលបងប្អូនសាច់គោបើសិនជាយើងប្រឡាក់យើងកុំលាងទឹកយើងយកមកពីកន្លែងលក់គឺយើងប្រឡាក់យកតែម្ដងទៅតែបើបងប្អូនគិតថាសាច់គោហ្នឹងវាអត់ស្អាតវាមើលទៅវារៀងកកិចយើងលាងទឹកបន្តិចទៅក៏បានដែរប៉ុន្តែយើងធ្វើមិនគឺទុកវាឲ្យស្ងួតទឹកហើយជូតវាឲ្យស្ងួតទឹកដោយសារអីពេលដែលយើងប្រឡាក់វាមានទឹកគឺវាទៅជាសាច់គោយើងហ្នឹងពេលញ៉ាំទៅរសជាតិជូរបងប្អូនធ្លាប់ប្រឡាក់ទៅមានរសជាតិជូរឯនាងខ្ញុំធ្លាប់អញ្ចឹងអាហ្នឹងគឺមកពីសាច់គោរបស់យើងគឺនៅទឹកអញ្ចឹងពេលដែលយើងប្រឡាក់ទៅគឺធ្វើឲ្យសាច់គោរបស់យើងហ្នឹងមានរសជាតិជូរហើយខ្ញុំច្បល់គ្រឿងស្ករអំបិលប៊ីចេងចូលគ្នាបានបន្តិចនាងខ្ញុំក៏បន្ថែមជាមួយនឹងម្ទេសហុយរបស់យើងចូលហើយជាមួយនឹងអាកាករំដេងដែលយើងពូតទឹកចេញហ្នឹងយើងដាក់ចូលបែបហ្នឹងមកកន្លែងហ្នឹងគឺយើងធ្វើការច្របាច់វារៀងយូរតិចទៅបងប្អូន10នាទីអីជាងទៅដើម្បីឲ្យសាច់គោរបស់យើងហ្នឹងគឺចូលជាតិគ្នាបានល្អយើងធ្វើការច្បល់វាបែបហ្នឹងមកហើយសម្រាប់ម្ទេសយើងចូលចិត្តលក្ខណៈមកហិលឬមួយក៏អត់ហិលអីគឺយើងដាក់ទៅតាមនឹងដែរទៅបងប្អូននិយាយទៅយើងធ្វើញ៉ាំខ្លួនឯងយើងអត់មានលក្ខណៈថាក្បួនខ្នាតវាស់អីត្រឹមត្រូវដូចគេធ្វើលក់ទេអានេះគឺនាងខ្ញុំធ្វើការច្បល់វារៀងបានយូរដែរហើយនាងខ្ញុំក៏បានយកវាទៅទុកនៅក្នុងទូទឹកកកបងប្អូនទុកក្នុងទូទឹកកកហ្នឹងនាងខ្ញុំទុកវាចោលប្រហែលចូលចិត្ត3ម៉ោងទៅ4ម៉ោងតែបើសិនជាយើងប្រឡាក់ពេលល្ងាចយើងទុកព្រឹកមកចាំហាលក៏បានដែរឥឡូវយើងដកចេញពីទូទឹកកកយកវាមកហាលថ្ងៃបងប្អូនសម្រាប់ការហាលថ្ងៃយើងដាក់ហាលនៅក្នុងកញ្ច្រែងអីក៏បានតែនាងខ្ញុំមានអាសនៈសម្រាប់ហាលម្ហូបហាលអីនេះគឺវាការពាររុយបានល្អដែរអញ្ចឹងនាងខ្ញុំដាក់ហាលនៅក្នុងនឹងទៅសម្រាប់ងៀតគោគឺយើងត្រូវហាលឲ្យវារាងក្រៀមបងប្អូនបានយកទៅចៀនឬមួយក៏អាំងទៅវាញ៉ាំឆ្ងាញ់ហើយបើបានជ្រក់តកួនឬមួយក៏ជ្រក់ឆៃថាវទៀតគឺរឹតតែអែមតែម្ដងតែដោយសារនាងខ្ញុំអត់បានធ្វើជ្រក់ទេបងប្អូនអើយគឺគ្រាន់តែហាលស្ងួតហ្នឹងគឺអស់បាត់ទៅហើយចាំមើលថ្ងៃណាតនេនាងខ្ញុំនឹងសាកធ្វើជ្រក់តកួនចែករំលែកឲ្យបងប្អូនមើលម្ដងឥឡូវសាច់គោរបស់យើងគឺដាក់ចូលនៅក្នុងសណាញ់ហ្នឹងហើយបងប្អូនគឺដាក់ហាលវាចោលបែបហ្នឹងមកដោយសារអីថ្ងៃនេះមេឃធ្វើស៊ីខ្លាំងមែនតើបើក្តៅប៉ុន្តែមេឃភ្លៀងអញ្ចឹងនាងខ្ញុំហាលបានបន្តិចចឹងសាចូលក្នុងហាលបានបន្តិចសាចូលក្នុងជាធម្មតាបើសិនជាមេឃក្តៅខ្លាំងសាច់គោនេះគឺយើងហាលតែមួយថ្ងៃគឺអូខេហើយយកទៅញ៉ាំបានហើយវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់បងប្អូនបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍ដល់បងប្អូនកុំភ្លេចជួយ follow page ម្នាក់មួយផងណាអរគុណជំរាបលាបាយបាយ